បាទសួស្តីអ្នកនរគ្នាបាទជា tool របស់យើងបាន update នៅ version 6ណាអញ្ចឹងតើ version 6ហ្នឹងយើងបាន update ទៅលើអ្វីខ្លះបាទអញ្ចឹងចំណុចទី1គឺខ្ញុំ update មកលើ channel នេះបាទយើងចូលមកកាន់ channel នេះមកបាទគឺយើងចុច right click ណាខ្ញុំបាន add នៅ menu remove folder ណាអញ្ចឹងអ្នកនរគ្នាចង់ remove folder ចេញពីនេះណាចេញពីហ្នឹងគឺអ្នកនរគ្នាចូលមកកន្លែងហ្នឹងមកណាអញ្ចឹងឧទាហរណ៍ខ្ញុំចង់ remove នេះអា folder នេះណាខ្ញុំចង់ remove វាចោលណាបាទអញ្ចឹងយើងគ្រាន់ right click មកយើងយក remove មកហើយយើង remove long folder ព្រោះឯនេះវាជា long ណាបាទបើសិនជាយើងចង់ remove short យើងយក short មកណា short folder នេះបាទអញ្ចឹងខ្ញុំយក remove long នេះមកបាទគឺវានឹងបាត់ហើយបាទអូខេអញ្ចឹងវា remove បាត់ហើយបាទចឹងអាហ្នឹងគឺយើង support multiple ឧទាហរណ៍យើង select ច្រើន select ទាំងអស់ចឹងក៏បានបាទអញ្ចឹងខ្ញុំចង់ remove វាទាំងអស់ហ្នឹងបាទខ្ញុំ right click មក select វាហើយ right click មកយើងធ្វើការ remove អានេះវា short ណាខ្ញុំ remove short នេះបាទអូខេវាបាត់អស់ហើយបាទអញ្ចឹងចំណុចទី1គឺយើង update កន្លែងហ្នឹងបាទទី2គឺខ្ញុំ update មកលើការ upload ណា upload វីដេអូបាទអញ្ចឹងចូលមកកាន់ upload វីដេអូមកគឺយើងនឹងឃើញមាននេះឃើញមាន checkbox ចំនួន2ទៀតទី1គឺ by random ទី2គឺ by order list បាទអញ្ចឹងអាមុខងារពីរហ្នឹងគឺមុខងារអ្វីបាទគឺជាមុខងារ random នេះជាមុខងារ random វីដេអូណាបានន័យថាម៉េចបានន័យថាឧទាហរណ៍យើងselect part វាណាយើងមានវីដេអូនៅក្នុង folder របស់យើងអញ្ចឹងបាទអញ្ចឹងគឺយើងឃើញមានបែបហ្នឹងគឺវានឹង random វីដេអូហ្នឹងណាបើមិនជាយើងរើសយកអាហ្នឹងនេះបាទខ្ញុំដាក់ចេះងាយស្រួលមើលបន្តិចបាទបាយ random ហ្នឹងគឺវា random វាអត់ដឹងថាវីដេអូណាមួយដែលវានឹងផុសទេបាទគឺវាអត់ច្បាស់ទេណាគឺវានឹង random ត្រឡប់ទៅលិនវិញហ្នឹងទៅវាផុសអត់ទៀងទាត់ទេណាសេតតែវា random ចំវីដេអូណាវាផុសវីដេអូហ្នឹងណាបាយ random ហ្នឹងអញ្ចឹង by order list នេះគឺវានឹងធ្វើការផុសតាមលេខរៀងលំដាប់ណាអញ្ចឹងសម្រាប់អ្នក upload ជារឿងជា drama ដែលរឿងភាគមានអីអ្នកគ្នារើសយកអាហ្នឹងមកនេះយក by order ហ្នឹងបាទ by order list ហ្នឹងណាគឺវានឹងធ្វើការផុសតាមលេខរៀងអញ្ចឹងយើងមើលវីដេអូរបស់យើងផុសតាមលេខរៀងមិនបាទអញ្ចឹងវីដេអូរបស់យើងគឺយើងមានលេខរៀងនេះលេខ1ឃើញទេ1 2យើងមើលក្បាលវាណាចំណងជើងហ្នឹងយើងមើលនេះមានលេខ1លេខ2ណាអញ្ចឹងវាលេខ1លេខ2លេខ10លេខ11បាទតោះមកអានេះអត់មានលេខទេបាទមាន A B A A B C អញ្ចឹងទៅបាទអញ្ចឹងគឺវាផុសតាមលេខរៀងវានឹងផុសលេខ1លេខ1ហើយលេខ2លេខ2ហើយលេខ10លេខ10ហើយលេខ11បានន័យថាតាមលេខរៀងរបស់វាណា1 2 3 4 5 6 7 8អញ្ចឹងណាវាមិនមែនផុស1ហើយវាមកផុស10នេះហើយបានវាផុស2ទេអត់ទេណាគឺវាផុស1 2 10 11បានន័យថាតាមលេខរៀងលំដាប់នៃលេខណាតោះណាអាហ្នឹងបើសិនជាលេខណាបើសិនជាអក្សរវិញជាអក្សរបែបនេះណាគឺវានឹងផុស A ហើយ A ទៀតតើតអស់ A ហ្នឹងបានវាចាប់ដើមផុស B ហើយបាន C អស់ B បានវា C ណាវាផុសតអស់វាមិនមែនដូចអាលេខទេណាលេខវា1 2ហើយបាន10ណាវាមិនមែន1ហើយ10ទេ1 2 3តាមលេខរៀងប៉ុន្តែសម្រាប់អក្សរគឺអត់ទេអក្សរគឺវាផុសពីអក្សរ A យើងឃើញមេត្តាក្បាលនេះចំណងជើងរបស់យើងណាមានក្បាលអក្សរ A នោះវាផុសអក្សរ A មុនផុសអស់អក្សរ A ហ្នឹងហើយបានចូលមក B បាទផុសអស់ B ហើយបានចូលមក C វាផុសតាមលេខរៀងលំដាប់នៃអក្សរណាបាទអញ្ចឹងអា by order list ហ្នឹងគឺអញ្ចឹងបាទគឺវាផុសតាមលេខរៀងលំដាប់ណាពី1 2 3 4 5 6 7 8អញ្ចឹងទៅរហូតឡើងទៅលើរហូតហើយបើសិនជាប្រភេទអក្សរវាផុសពី A B C D ទៅណាប៉ុន្តែបើសិនជាវាមានអក្សរដប់គ្នាអញ្ចឹង A អានេះ A ហើយបើមាន A ទៀតវានឹងផុស A ហ្នឹងតអស់ A ហើយបានវាចូល B ណាបាទអញ្ចឹងគឺសង្ឃឹមថាអ្នកនរគ្នានឹងយល់ហើយខ្ញុំបញ្យល់ប៉ុណ្ណេះណាបាទអញ្ចឹងអ្នកផុសរឿងផុសអីអ្នកនរគ្នាគួរដាក់តាមលេខរៀងទៅណាលេខ1លេខ2លេខ3បងលេខវាទៅអញ្ចឹងវានឹងធ្វើការផុសតាមលេខរៀងហ្នឹងហើយបាទបើសិនជាយើងផុសជាភាគជាផាតជារឿងតារាម៉ារឿងអីក៏ដោយឲ្យតែជាប្រភេទរឿងអីហ្នឹងយើងដាក់តាមបងតាមលេខទៅវានឹងផុសតាមលេខរៀងឲ្យយើងហើយណាអញ្ចឹងយើងរើសយកអា order list ហ្នឹងមកអញ្ចឹងវានឹងផុសឲ្យយើងឲ្យតាមលេខរៀងលំដាប់ហើយបាទអញ្ចឹងគឺខ្ញុំបានអាប់ដេតប៉ុណ្្នឹងទេបាទ
ចឹងសង្ឃឹមថាអ្នកនរគ្នានឹងយល់ណាបញ្យល់ប៉ុណ្នេះបាទជាមួយនឹងorder list ហ្នឹងតែ random នេះអាហ្នឹងគឺ random ត្រឡប់តលិនវាអត់ផុសអញ្ចឹងវា random ចំវីដេអូណាវាផុសវីដេអូហ្នឹងបាទអូខេអញ្ចឹងសង្ឃឹមថាអ្នកនរគ្នានឹងយល់ហើយបាទអញ្ចឹងគឺខ្ញុំអាប់ដេតប៉ុណ្្នឹងទេអញ្ចឹង tool យើងមានការអាប់ដេតរហូតណាបាទបន្ថែមនៅមុខងារ function វារហូតបាទតើតាបានច្រើនមុខងារអញ្ចឹងខ្ញុំនៅបន្ថែមទៀតនៅអាប់ដេតរហូតទៀតបាទថែមមុខងារកាន់តែងាយស្រួលយើងងាយស្រួលប្រើប្រាស់បាទអញ្ចឹងគឺមានប៉ុណ្្នឹងទេវីដេអូហ្នឹងបាទគឺប៉ុណ្ណឹងបាទអរគុណច្រើន